ក្មេងស្រីដែលមានចរិតដូចក្មេងស្រីនៅសាលារូបនេះគ្រាន់តែជីបានជួយម្នាក់អ្វីមួយចោលនាងមិនដែលរំពឹងថានឹងត្រូវបានស្វាគមន៍ដោយតាមពិតវាជាការវាយក្បាលពីគូប្រកួតជង្គង់ស្ទើរតែធ្វើឲ្យនាងកាត់ជំងឺខានលឿងទឹកត្រូវបានរុញចេញពួកគេមិនដឹងទេថានៅក្នុងខ្លួនក្មេងស្រីត្រាំដោយស្មារតីរបស់មេដឹកនាំក្រុមចៅរលឹងដ៏អស្ចារ្យម្នាក់វាបានលេចចេញថាទើបតែប៉ុន្មានថ្ងៃមុននេះស្ត្រីម្នាក់បានជូនសញ្ញាស្នេហាដល់តារាសម្លេងត្រូវបានយកដោយស្ត្រីមានល្បិចកលនាំពួកគេទៅអគារដែលគេបោះបង់ចោលដើម្បីឲ្យគាត់ស្ដីបន្ទោសដោយមិននឹកស្មានដល់ស្ត្រីដែលមានល្បិចកលរូបក្មេងស្រីនោះត្រូវបានគេវាយយ៉ាងខ្លាំងវាបានរំលាយចុះតាមជណ្ដើរហើយនោះហើយជាវាគាត់បានស្លាប់ពេលនោះស្ត្រីនៅក្នុងក្រុម One Hoi Gang បងប្រុសច្បងបានស្លាប់ដោយសារគ្រោះថ្នាក់ភ្លាមសេចក្តីស្លាប់រលឹងនៅក្នុងភាពស្រពេចស្រពិលវាបានធ្លាក់មកលើក្មេងស្រីនោះហើយបន្ទាប់មកស្ត្រីដែលមានល្បិចកលនឹងរងទុក្ខវេទនាយ៉ាងរឿងបែបនេះបំផុតក្នុងជីវិតរបស់នាងជាមនុស្សកំណាចលោភលន់ក្រអឺតក្រទមស្ត្រីដែលមានល្បិចកលបានមកដល់កន្លែងបំបែកបង្អួចដោយធ្វើពុតជាចង់រុញនាងចុះរហូតដល់ស្ត្រីមានល្បិចកលនោះភ័យខ្លាចលុះត្រាតែជើងរបស់ក្មេងស្រីនោះខ្សោយអូវាមកវិញការផ្លាស់ប្ដូរអត្តសញ្ញាណបានធ្វើឲ្យក្មេងស្រីខ្លាំងណាស់ប៉ុន្តែពេលនាងត្រឡប់មកវិញពេលខ្ញុំមកដល់ផ្ទះវិញខ្ញុំបានដឹងថាភាពកក់ក្ដៅដែលខ្ញុំមិនធ្លាប់មានអារម្មណ៍ពីដើមមកក្នុងជីវិតម្នាក់ដែលអារម្មណ៍ពិតរបស់គាត់ត្រូវបានបង្ហាញដោយមានឪពុកដែលមានចិត្តសុភាពរៀបសារគ្មានទុកបីអូនប្រុសដែលមានសុខវិនិច្ឆ័យរបស់នាងតែងតែឲ្យអារម្មណ៍ដែលមិនអាចពិពណ៌នាបានអារម្មណ៍ដែលជាកម្មសិទ្ធិរបស់គ្រួសារភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ពីក្រុមគ្រួសារពួកគេបានផ្ដល់កំណើតឲ្យកូនម្នាក់ដែលល្អនិតមិនសមហេតុផលបន្តិចច្បាប់គឺត្រូវខ្លាយជាឪពុកម្ដាយនិងបងប្អូនបង្កើតការគ្រប់គ្រងដ៏មានឥទ្ធិពលរបស់បងប្រុសខ្ញុំការពារគ្រួសារបន្ទាប់ក្មេងស្រីនោះបានចាប់ផ្ដើមដំណើររបស់នាងជីវិតនិស្សិតដែលរងចាំជាយូរមកហើយរបស់ខ្ញុំតើអ្នកណានឹងគិតថានឹងមានឱកាសដែលមិននឹកស្ញាប់ញ័រទៅចាប់ផ្ដើមការសន្ទនាដូច្នេះវីដេអូបានលេចចេញមកឈុតបើកឆាកស្ដាប់សំឡេងសាឡាកៅបាននិយាយថានាងបានសារភាពបន្ទាប់ដោយរងការវិសាយ៉ាងខ្លាំងបែបនេះទីបំផុតក្មេងស្រីរំលឹកពីសេរីរុងរឿងរបស់ម្ចាស់ដើមរឿងរ៉ាវនោះបានផ្ដល់នូវអារម្មណ៍ភ្លាមថាអារម្មណ៍នៃការស្លាប់ក្មេងកំណាចតូចខ្ញុំក្មេងកំណាចតូចដោយមិននឹកស្មានដល់ឈុតឆាកនេះត្រូវបានឃើញដោយនោះឃើញដូច្នេះហើយក៏រកនរណាម្នាក់ភ្លាមពួកគេបានរារាំងក្មេងស្រីនោះហើយគំរាមកំហែងនាងប្រសិនបើក្មេងស្រីនោះហ៊ានយាយីសាលារៀនម្ដងទៀតស្មើនោះហើយទុកឲ្យឪពុកគាត់ប្រើវាទំនាក់ទំនងនេះបាននាំឲ្យមានការបណ្ដេញក្មេងស្រីតែក្មេងស្រីនោះមិនព្រមលួងលោមនាងទេគាត់បានទះកំភ្លៀងគាត់ទៅលើដីនៅលើដីពួកអ្នកបម្រើមានកម្លាំងខ្លាំងនិងមានសុខភាពល្អពួកគេនៅស្ងៀមដែលធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំងប្រតិបត្តិក៏ស្រីបានជេរប្រតិគាត់ថាគ្មានប្រយោជន៍ដូច្នេះនាងរៀននៅសាលាមីងរបស់ខ្ញុំមនុស្សអាក្រក់បានចោទប្រកាន់ក្មេងស្រីនោះជាបានវាយនាងដោយមិននិយាយអ្វីទាំងអស់ពួកគេទាំងអស់ត្រូវបានកោះហៅទៅការិយាល័យនោះហើយក៏បានហៅស្ត្រីនោះថាម្ដាយរបស់កុមារបានមកទទួលគាត់ចៅគិតថាគាត់អាចរៀបចំអ្វីបានយ៉ាងងាយស្រួលលោកគ្រូនិយាយត្រូវហើយយើងតូចណាស់មនុស្សដែលមានជីវភាពធូរធារច្រើនតែខ្វះសុជីវធម៌ខ្ពស់ណាស់បើនិយាយអ្វីទៀតប្រយោគមួយដែលប្រមាថដល់កូនស្រីខ្ញុំនិងខ្ញុំបើជាក្រុមគ្រួសាររបស់អ្នកខ្ញុំមិនអាចធានាមុខរបស់អ្នកបានទេការឡើងដល់កម្ពូលក៏អាចចំណាយប្រាក់ខ្លះដែរលោកគ្រូក៏ខឹងភ្លាមគំរាមបណ្ដេញស្ត្រីនោះចេញភ្លាមក្មេងនោះបានឈប់រៀនប៉ុន្តែមិននឹកស្មានដល់សាលានោះទីចារូបនោះបានលេចមុខមកភ្លាមហើយមានសុជីវភាពក្មេងស្រីនោះត្រូវបានគេសួរថាយ៉ាងនៅទីនេះអាកប្បកិរិយារបស់នាយកសាលាធ្វើឲ្យមនុស្សគេមានចាប់ញាប់ផ្អើលហើយចាប់ផ្ដើមស្មានអត្តសញ្ញាណម្ដាយក្មេងស្រីអាចជាមិនសាមញ្ញទេសូម្បីតែក្មេងស្រីក៏ដោយគ្មានករណីលើកលែងគ្រូថែមទាំងបានបង្ហាញនេះបង្ហាញពីអត្ថន័យនៃការឆ្លៀតឱកាសហើយផ្លាស់ប្ដូរទីតាំងរបស់នាយកសាលាចេញទៅគាត់ម្ដាយនិងកូនស្រីត្រូវបានគេប្រព្រឹត្តបញ្ជូនពួកគេចេញពីការិយាល័យហើយធានាថាយើងពិតជានឹងផ្ដល់ឲ្យពួកគេទាំងពីរនៅលទ្ធផលដែលមិនឡើយក្មេងស្រីនោះមិនអាចទប់អារម្មណ៍របស់នាងបានទេចង់គឺគាត់ក៏សួរម្ដាយថាមានរឿងអ្វីកើតតើម្ដាយមានអត្តសញ្ញាណដ៏អស្ចារ្យអ្វីមិត្តខ្ញុំនិយាយថាវាមិនទាន់ដល់ពេលទេប៉ុន្តែទោះបីជាមេឃរលំក៏ដោយក៏វាមិនរលំដែរសូមឲ្យក្មេងស្រីទទួលរងនៅការត្អូញត្អែរណាមួយបន្ទាប់មកគាត់បានទៅរកនាយកក្មេងស្រីនោះមានអារម្មណ៍រំជើបរំជួលប៉ុន្តែខ្ញុំបានកត់សម្គាល់ឃើញថាទឹកមុខរបស់ម្ដាយមួយហាក់ដូចជាត្រឹមត្រូវដូច្នេះគាត់បានដើរតាមឡើងទៅទីនោះការរំពឹងទុកដំបងឡើយនាយកនៅតែប្រយ័ត្នចំពោះម្ដាយរបស់ក្មេងស្រីតែសញ្ញាណការជេរជាមួយនាងអំពីរឿងមួយចំនួនទេមានន័យថានាងត្រូវការជំនួយសូមឲ្យសាលារៀននិងក្រុមខុសពេលឡើងលើស្ពានភ្លាមឬសំឡេងស្ត្រីនោះម្ដាយរបស់កុមារបានកាប់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់នាយកសាលាបានតាក់ទង